បន្ទាប់ពីកីឡាករធុនស៊ីហុងស្នើឲ្យប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរពិនិត្យឡើងវិញនៅលទ្ធផលបន្ទុកការប្រកួតរវាងកីឡាករបឺតសង្ឃឹមជាមួយនឹងកីឡាករធុនស៊ីហុងកាលពីយប់មិញនេះឃើញថាឥឡូវនេះអាដាមខូឆាយដែលជាប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរបានចេញបកស្រាយហើយបាទគាត់បានបកស្រាយបញ្យលអំពីករណីដែលចៅក្រមបោកបន្ទុកចេញមកស្មើគ្នាក៏ដូចជាលទ្ធផលនៃការប្រកួតរបស់កីឡាករបឺតសង្ឃឹមជាមួយនឹងកីឡាករធុនស៊ីហុងការប្រកួតវគ្គបាទទៅដើមខ្សែក្រវ៉ាត់បាទ Battle King បាទ Sri Kingdom បងប្អូនដែលការប្រកួតបាទជាលទ្ធផលគឺកីឡាករបឺតសង្ឃឹមឈ្នះបន្ទុកបាទទៅលើកីឡាករធុនស៊ីហុងបងប្អូនបាទចឹងការអ្វីដែលអាដាមខូឆាយលើកឡើងខ្ញុំបាននឹងធ្វើការអានទាំងស្រុងតែម្ដងបាទកុំឲ្យខុសកុំឲ្យគេហៅថាបែកពីអ្វីដែលគាត់បានលើកឡើងនៅលើបណ្ដាញសង្គម Facebook ផ្លូវការរបស់គាត់បងប្អូនបាទចឹងគាត់បានលើកឡើងថាខ្ញុំសូមបកស្រាយពន្យល់ពីករណីដែលចៅក្រមបោកបន្ទុកចេញមកស្មើគ្នាបាទការប្រកួតកីឡាករប្រដាល់គុណខ្មែរចៅក្រមម្នាក់ត្រូវរកឲ្យឃើញលទ្ធផលឈ្នះឬចាញ់ក្នុងទឹកនីមួយៗនិងលទ្ធផលឈ្នះឬចាញ់សរុបទាំង3ទឹកឬ5ទឹករបស់កីឡាករម្នាក់មិនអាចផ្ដល់លទ្ធផលស្មើគ្នាបានទេតែគណៈវិនិច្ឆ័យទេដែលអាចសម្រេចឲ្យលទ្ធផលស្មើបានក្នុងករណីប្រកួតមិត្តភាពក្នុងករណីខ្លះការបូកបន្ទុកចៅក្រមអាចស្មើគ្នាប៉ុន្តែលទ្ធផលមិនអាចស្មើគ្នាទេដូចជាករណីមានវាយឲ្យរាប់ឬប្រមានកាត់បន្ទុកឧទាហរណ៍បាទគាត់ឧទាហរណ៍នេះមកចំគូបឺតសង្ឃឹមជាមួយនឹងគូធុនស៊ីហុងតែម្ដងបងប្អូនបាទគាត់គាត់តែមើលការសម្ដែងរបស់គាត់តែគាត់អត់មានលើកទៅថាករណីនេះគឺជាករណីរបស់បឺតសង្ឃឹមឬក៏ជាករណីរបស់ធុនស៊ីហុងទេបាទតែយើងមើលទៅគឺថាត្រូវម៉ាច់ជាមួយនឹងបឺតសង្ឃឹមនិងធុនស៊ីហុងតែម្ដងបងប្អូនបាទគាត់ថាឧទាហរណ៍បាទករណីប្រកួត5ទឹកបាទអញ្ចឹងយប់មិញនេះបឺតសង្ឃឹមនិងធុនស៊ីហុងប្រកួត5ទឹកបងប្អូនទឹកមួយក្រហម20ខៀវ19បាទអញ្ចឹងទឹកមួយបឺតសង្ឃឹមឈ្នះបាទទឹក2បាទក្រហម20បាទខៀវ18រាប់ម្ដងបាទដោយសារតែរាប់ម្ដងអញ្ចឹងខៀវបានតែ18ទេបាទដក2បាទចាញ់1រាប់1អញ្ចឹងមានតែដក2បន្ទុកហើយបងប្អូនបាទអញ្ចឹងនៅសល់គេថាចាញ់3ណាចាញ់3បន្ទុកណាខៀវបាទចូលដល់ទឹក3បាទទឹក3ក្រហម19ខៀវ20បាទអាយ៉ាទឹក3នេះខៀវឡើងវិញហើយបងប្អូនបាទខៀវឡើង20ក្រហម19ទឹក4បាទទឹក4ក្រហម19ខៀវ20អាយ៉យឡើងវិញហើយបាទនិយាយទៅដូចការប្រកួតជាក់ស្ដែងនៅលើសាយវៀនរបស់កីឡាករបឺតសង្ឃឹមនិងកីឡាករធុនស៊ីហុងអញ្ចឹងចូលដល់ទឹក5ក្រហម19ខៀវ20បាទនេះចេញមកឃើញទេបងប្អូនបាទអញ្ចឹងអ្វីដែលបងប្អូនអ្នកគាំទ្រគុណខ្មែរគិតថាកីឡាករធុនស៊ីហុងឈ្នះគឺបែបនេះបាទគាត់គិតថាដោយសារតែធុនស៊ីហុងឈ្នះ3ទឹកខណៈដែលកីឡាករបឺតសង្ឃឹមបើគិតទៅឈ្នះតែ2ទឹកឯងទឹក1ទឹក2បងប្អូនបាទបន្ទុកបាទក្រហម97បន្ទុកខៀវ97អញ្ចឹងស្មើគ្នាបងប្អូនបាទបន្ទុកចេញមកស្មើគ្នាតែម្ដង97ដូចគ្នាបាទបើទោះបីជាបន្ទុកស្មើគ្នាប៉ុន្តែសរុបលទ្ធផលគឺក្រហមឈ្នះដោយមានអត្ថភាពវាយខៀវរាប់ពាក្យសាមញ្ញគេហៅថាឈ្នះមួយរាប់អត្ថភាពអាចមានប្រៀបតែក្នុងករណីស្មើបន្ទុកលើសបាទគេលែងគិតអត្ថភាពហើយបាទគេថាក្នុងករណីនេះបាទអត្ថភាពអាចមានប្រៀបក្នុងករណីតែស្មើបន្ទុកទេតែបើបន្ទុកលើសគេលែងគិតរឿងអត្ថភាពហើយបាទឈ្នះដាច់ចាញ់ដាច់តែម្ដងបងប្អូនបាទអញ្ចឹងនេះគឺជាការលើកឡើងរបស់អាដាមខូឆាយប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរបាទគាត់នេះករណីគាត់
បកស្រាយនេះมันផ្ដោតទៅលើកីឡាករបើកសង្ឃឹមឬក៏កីឡាករធុនស៊ីហុងទេលក្ខណៈថាគាត់ក្នុងនាមជាប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរគាត់បកស្រាយឲ្យច្បាស់ក្នុងករណីនេះហើយយើងឃើញថាបន្ទាប់ពីគាត់បកស្រាយអញ្ចេះបងប្អូនយល់យ៉ាងណាដែរបងប្អូនបាទសម្រាប់ខ្ញុំណាយល់ស្របអ្វីដែលជាការលើកឡើងរបស់ប្រធានសហព័ន្ធកីឡាប្រដាល់គុណខ្មែរដោយសារសមរម្យបងប្អូនបាទសមរម្យចឹងបងប្អូនក៏អាចចូលរួមជាមតិយោបល់ម្នាក់មួយបាទវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា